Anh question form yang đang na tầm rong biểu dốt sum nu và biểu dốt sum nu nó chẳng đặt để đại những biểu dốt một nó đại sa nó chỉ auxiliary verb nó verb to be nằng chỉ auxiliary verb bây giờ sắp chấm nuôi chứ yang đặt mới đặt để màu chứ there hay bốc chấm mùi nó pronoun nó hay bốc sinh nhà số ông lấy cái hai thằng question mark bát question mark na so the whole are there 5 pictures in my house tận chứ bong bị say prai từ mấy biểu dốt ní តើមានរូបភាព5ផ្ទាំងនៅក្នុងផ្ទះរបស់ខ្ញុំមែនទេ បាទអូខេ very good thank you តើមានរូបភាព5នៅក្នុងផ្ទះរបស់ខ្ញុំទេអញ្ចឹងពេលការបកក្នុងភាសាខ្មែរយើងដាក់ពាក្យតើមកណាដំបូងយើងដាក់ពាក្យតើបន្ទាប់មកយើងប្រែអានេះមកនេះប្រែមាននេះមកណាdia 2ហ្នឹងប្រែតែមានមកតើមានរូបភាព5នៅក្នុងផ្ទះរបស់ខ្ញុំទេអញ្ចឹងណាអូខេតទៀត are there 2 hospital in this city ប្រែតែនេះ តើមានមន្ទីរពេទ្យ2នៅក្នុងទីក្រុងមែនទេបាទអញ្ចឹងតើមានមន្ទីរពេទ្យ2នៅក្នុងទីក្រុងនេះដែរទេបាទអញ្ចឹង hospital ប្រែតែមន្ទីរពេទ្យណា city យើងចេះហើយទីក្រុង this នេះបាទទី3 are there 5 students in your class តើមានសិស្ស5នាក់នៅក្នុងថ្នាក់រៀនរបស់អ្នកមែនទេបាទអូខេតោះអញ្ចឹងសំណួរដែលគេសួរ are there គេថា are there 5 picture in my house ពេលយើងចង់ឆ្លើយ yes យើងឆ្លើយថាម៉េចយើងឆ្លើយថាមានតើមានរូបភាព5នៅក្នុងផ្ទះរបស់ខ្ញុំយើងឆ្លើយ yes អីគេ Yes there are បាទ yes there ចូលយើងចង់ឆ្លើយថាអត់មានទេយើងឆ្លើយថាម៉េច no there aren't No there aren't okay good job no they aren't okay ហើយអាក្រោមនេះដូចគ្នាដែរបាទបើគេសួរ are there 2 hospital in this city គេសួរយើងតើមានមន្ទីរពេទ្យ2អត់នៅក្នុងទីក្រុងនេះបើយើងដឹងថាមានយើងឆ្លើយមក yes they are បើអត់មានទេ no they aren't អញ្ចឹងរបៀបឆ្លើយមានប៉ុណ្្នឹងណាបើ yes they are no they aren't អញ្ចឹងឡើយនេះតន់ដល់គ្នាតន់ឈើហើយ number 2 number 3ដូចគ្នាទេណាដូចគ្នាបាទអូខេអញ្ចឹងខ្ញុំសូមអានប្រយោគទី1ទី2ទី3នេះម្ដងទៀត Are there 5 pictures in my house Yes they are ចានេះអានមិនពីរណា they are ក៏បាន there are ក៏បានដែរ No they aren't Are there 2 hospitals in this city Are there 5 students in your class ចឹង student នេះយើងអានមិនពីរដែរណាយើងអានថា student ក៏បានឬក៏អានថា student អាមេរិកណា US គេអានថា student ណាពេលយើងនិយាយអង់គ្លេសជាមួយនឹងជនជាតិអាមេរិកគាត់អានថា student ណា Are there 5 students in your class ឬក៏ Are there 5 students in your class បាទអូខេអញ្ចឹងកន្លែងនេះអូខេអត់បកតនោះនេះតន់ឈើអញ្ចឹងតនេះខ្ញុំមាន homework មួយបាទនេះ homework នេះចាំខ្ញុំ screen ឲ្យអ្នកនរគ្នាអាច screen shot ខ្លួនឯងតិចបាទនេះបាទថតមួយក៏ screen ឲ្យធ្វើអានេះឲ្យខ្ញុំដាក់ចូលក្នុងក្រុមណាអញ្ចឹងគេឲ្យយើងបំពេញនេះ fill in the blanks អញ្ចឹងចូលបំពេញនេះចន្លោះនេះជាមួយនឹង they is ឬក៏ they are ខ្ញុំឧទាហរណ៍មួយ a cat under the table ឡើយនេះយើងបំពេញអីគេ they is ឬក៏ they are there is យើងដាក់ they is ចូលផ្សេងទៀតមើលអញ្ចឹងមកអាណាជា plural ដាក់ they are អាណាជា singular ដាក់ they is ចានេះ homework ណាសូមធ្វើឲ្យផ្ញើចូលក្នុងក្រុមណាស្អែកយកអូខេ Yes teacher កុំភ្លេចចូលបាទស្អែកចូលដល់របស់នេះពេលនេះសូមប៉ុណ្ណេះទេណាបាទ Goodbye